សមិទ្ធផលដែលខ្ញុំទទួលបានតាំងពីខ្ញុំចាប់ផ្ដើមមករីកចម្រើនមកដល់សប្តាហ៍ថ្ងៃសមិទ្ធផលទី1មុខរបរខ្ញុំបានកាន់តែធំជាងមុនកាលមុនខ្ញុំចែកចាយបាននៅក្នុងពេញឥឡូវខ្ញុំចែកចាយបានទូទាំងប្រទេសគ្រប់ខេត្តក្រុងទី2ខ្ញុំបានពង្រីកជីវភាពនៅក្នុងគ្រួសារបានធូរជាងមុនច្រើនខ្ញុំបានជួយបុគ្គលិកបានច្រើនដល់30នាក់ទៅ40នាក់ជាងខ្ញុំឈ្មោះគង់ឡាប្រកបមុខរបររាល់ថ្ងៃបើកសិប្បកម្មវិច្ឆប់អំបិលអាយ៉ូតនិងតំណាងចែកចាយគ្រឿងទេសមានទឹកត្រីទឹកស្អ៊ីវប្រេងខ្យងស្អីទេដូចជាច្រើនមុខចូល50មុខជាងខ្ញុំចាប់ផ្ដើមមុនដំបូង2010ឆ្នាំ2010នៅក្នុងលក្ខណៈតូចតាចទេក្នុងមួយថ្ងៃអស់ប្រហែលខ្ទង់1តោនអំបិលជួបបញ្ហាឧបសគ្គហ្នឹងមានច្រើនដែរទី1យើងខ្វះដើមទុនទី2យើងអត់ទៅមានបទពិសោធន៍ក្នុងការងាររកទីផ្សារអីហ្នឹងហើយដើមទុនហ្នឹងវាជារឿងសំខាន់ចាប់ផ្ដើមមុនដំបូងដើមទុនខ្លួនឯងទាំងស្រុងនិងក្នុងចន្លោះឆ្នាំ2011ហ្នឹងបានខ្ញុំយកខាងមេក្រូចរញ្ញវត្ថុប្រហែលជា$10000ជាងមកពង្រីកដើមទុនបន្ថែមពេលហ្នឹងខ្ញុំយកមកទិញលម្អហើយគ្រឿងទេសហ្នឹងចាប់ផ្ដើមដាក់គ្រឿងទេសថែមហ្មងជីវកម្មនៅពេលហ្នឹងវាមានឧបសគ្គតិចបន្តួចបន្ថែមទៀតអញ្ចឹងទី1យើងខ្វះបទពិសោធន៍រកទីផ្សារខ្ញុំយកលើកទី2ក្នុងឆ្នាំ2016អញ្ចឹងនៅក្នុងឆ្នាំ2016ខ្ញុំបានរីកចម្រើនខ្លាំងយកមកពង្រីកបើកសិប្បកម្មកែច្នៃអំបិលអាយ៉ូតហើយយើងបន្ថែមគ្រឿងទេសច្រើននិងខ្ញុំឈានដល់ចែកចាយទូទាំងប្រទេសទៅមកកាលខ្ញុំកែច្នៃសិប្បកម្មកែច្នៃអំបិលអាយ៉ូតនោះក្នុងមួយថ្ងៃបាន25តោននៅក្នុងឆ្នាំ2016ខ្ញុំថែមក្រោយហ្នឹងល្អប្រសើរព្រោះយើងមានបទពិសោធន៍បានគ្រប់គ្រាន់ទី1ម៉ូយអីយើងប្រមូលមកបានច្រើនរឿងជួបឧបសគ្គនៅក្នុង2020ក្នុងចន្លោះ COVID-19 វត្ថុធាតុដើមក៏វាខ្វះខាតទៀតក៏ខ្ញុំផ្អាកនៅក្នុងឆ្នាំ2020នឹងតែម្ដងចាប់ផ្ដើមបន្តមកយកវិច្ឆប់ជាទ្រង់ទ្រាយធំហ្មងនៅរាល់ថ្ងៃហ្នឹងមិត្តផលខ្ញុំទទួលបានរាល់ថ្ងៃមុខរបរវាកាន់តែរីកធំជាងមុនដល់ចែកចាយដល់ទូទាំងប្រទេសគ្រប់ខេត្តសោះឥឡូវរាល់ថ្ងៃបានសឹងគ្រប់ខេត្តបទពិសោធន៍របស់ខ្ញុំហ្នឹងជ័យលុយគេយកមកត្រូវឲ្យចំគោលដៅមុននឹងខ្ចីមកយើងតម្រាច់មកយើងថាយកមកធ្វើអីឲ្យចំគោលដៅបងប្អូនខ្ចីទៅវាមិនខុសទេតែបើសិនជាយើងអត់មានគោលដៅច្បាស់លាស់យើងនឹងបង្កើនបំណុលថែមទៀតនិងកើតបំណុលលើបំណុលទេ